មានតម្លៃប៉ុន្តែយើងធ្វើឲ្យវាលែងសូវមានតម្លៃដោយសារតែការប្រកួតអ្នកខ្លះវាយ3ដងដាក់ពានឲ្យគ្នាវាយយើងរួញបោទេទៅវិញហាត់នៅស្រុកខ្មែរហើយហូបចុកហ្នឹងហើយចេះរួញឯងទៅវាយនៅក្រៅស្រុកវិញអាហ្នឹងមិនហៅផ្សព្វផ្សាយតែថ្ងៃនេះក៏យើងមានប្រធានបទបាទគឺ3-4ចំណុចដែរដែលយើងនឹងលើកមកបរិយាយក៏ដូចជាធ្វើការវិភាគក្នុងនាមជាអ្នកស្រឡាញ់គុនខ្មែរនៅក្នុងកម្មវិធី Sport Tour ពិសេសមែនតើដែលយើងបានមកជួបគ្នាថ្ងៃនេះចំណុចទី1ខ្ញុំចង់ផ្ដល់ជូនលោកគ្រូបញ្ញាមុនបាទសួរអត់ទៅណាឆ្ងាយពីគុនខ្មែរព្រោះលោកគ្រូនៅគុនខ្មែរនេះគឺយូរឆ្នាំហើយខ្ញុំចង់សួរលោកគ្រូថាតើលោកគ្រូគាត់ថាចំណុចណាដែលជាចំណុចសំខាន់គោលដៅសំខាន់ដែលអាចជួយជ្រោមជ្រែងសម្រាប់ផែនការអភិវឌ្ឍគុនខ្មែរយើងឲ្យកាន់តែល្បីកាន់តែរីកចម្រើនចំណុចសំខាន់គឺពាក់ព័ន្ធនឹងការគឺច្បាប់តែម្ដងបាទទី1គឺច្បាប់តែម្ដងបាទអ្វីក៏ដោយគឺការអភិវឌ្ឍមិនថាគ្រប់វិស័យក៏ដោយពឹងផ្អែកលើច្បាប់បើសិនជាច្បាប់នោះរឹងមាំហើយអនុវត្តបានគ្រប់ជ្រុងជ្រោយហើយគឺយើងនឹងអាចរីកចម្រើនខ្លាំងហើយបាទព្រោះយើងផ្សាយទៅកាន់បរទេសបើយើងផ្សាយតែនាមអីយើងអត់ស្គាល់ទេអញ្ចឹងយើងត្រូវផ្សាយអំពីច្បាប់យើងមុនអញ្ចឹងណាឲ្យគេស្គាល់អំពីច្បាប់យើងមុនដូចគុនខ្មែរអញ្ចឹងឧទាហរណ៍ថាច្បាប់យើងមិនយើងប្រកួត5ទឹកនៅក្នុងទឹកមានម៉ានទីអីអញ្ចឹងទៅណាតែគ្រាន់តែយើងរងថ្ងៃយើងលីឡំវាញ៉ៃញ៉ៃពេកអញ្ចឹងណាបាទវាលែងទៅជាញ៉ៃញ៉ៃពេកអញ្ចឹងវាពិបាកឲ្យគេទទួលយកគេស្គាល់យើងណាយើងមាន3ទឹកផងមាន MMA ផងមិនដឹងស្អីវាយវល់ពេញអាស្រ័យគុនខ្មែរតែម្ដងបាទអញ្ចឹងគឺយើងពិបាកនឹងឲ្យគេទទួលស្គាល់យើងបើថាបើយើងរៀបចំផ្សាយមានគុនខ្មែរហ្មងយើងរៀបចំ5ទឹកទៅច្បាប់គុនខ្មែរពីដើមណាយើង5ទឹកក្នុងមួយទឹកមាន3នាទីណាសម្រាប់2នាទីទៅបាទហើយឥឡូវនេះវាញ៉ៃញ៉ៃស្មើតែរឿងប៉ះប្រដាប់ការពារហ្នឹងក៏វាជាបញ្ហាមួយដែរឥឡូវបរទេសឥឡូវគាត់មកពុតនៅខ្មែរយើងគាត់ទានទម្លាប់ឲ្យប៉ះប្រដាប់ការពារតែម្ដងបាញ់ឃើញថាវារៀងថាមើលថាវាអត់មានច្បាប់ណាមួយចែងខ្ញុំបានច្បាស់លាស់ថាឥឡូវចេតនាឬអចេតនាអញ្ចឹងណាបាទឧទាហរណ៍ថាបន្ទាត់គ្នាទៅទាត់ជ្រះទៅជ្រះមកយ៉ាងឧទាហរណ៍ណាជ្រះទៅគាត់ទាត់ទៅគាត់ជ្រះទៅឯងគាត់លើកជើងខ្ពស់ទៅខាងយើងតូចលើកជើងតែវាកងវាអាចប៉ះផ្លាតទៅជួចអញ្ចឹងគាត់ធ្វើឲ្យឌូរមូសំគ្រិចដើម្បីយកពេលវេលាឬក៏ចង់បានលុយឆៅឬក៏បានជ័យនេះឆៅអញ្ចឹងអាហ្នឹងមិនហៅថាការប្រកួតទេអញ្ចឹងណាហើយខ្ញុំមិនចូលចិត្តទេប្រភេទហ្នឹងឧទាហរណ៍ថាបកលាករឈរទល់មុខគ្នាគាត់មានចេតនាយកជើងគាត់ទៅធាក់ចំកន្លែងហ្នឹងហ្មងឬមកក៏ទាត់ចំកន្លែងឬឆ្កេះប្រឡោះផ្លូវយកតែហ្មងអាហ្នឹងគឺជាចេតនាម្ដងពីរដងគឺពុំមានគឺដេញចោលតែម្ដងឬមកកាត់បន្ទុកណាមួយមកឲ្យខាងឈ្នះមកនេះជាចេតនាដូចជាក់ថ្មិញឧទាហរណ៍ជាក់ថ្មិញបើសិនជាភាគីម្ខាងវាយចូលម្ដាយរបូតថ្មិញអាហ្នឹងជាអចេតនាច្បាប់បើថាច្បាប់អចេតនាអញ្ចឹងបន្ទុកបានទៅលើអ្នកវាយណារបូតថ្មិញអត់មានកាត់បន្ទុកកីឡាករតែបើកីឡាកររាប់គាត់ជាក់ថ្មិញហ្នឹងស្មើនឹងគាត់អសមត្ថភាពក្នុងការប្រកួតដែរបាទនៅលើពិភពលោកគេអាចបញ្ឈប់គាត់បានបើសិនគាត់រាប់គាត់បូកជាក់បានឥឡូវគុនខ្មែរយើងកំពុងរងថ្ងៃបងអញ្ចឹងចាប់ដើមរាប់ធ្លាក់ថ្មិញជាក់ថ្មិញចោលអញ្ចឹងអាហ្នឹងឯងវាជាជំងឺតគ្នាដូចប៉ះប្រដាប់ការពារអញ្ចឹងពេលខ្លះគាត់បោះសង្គមមកចំពោះទេតែកីឡាករគាត់ក្តោបអាក្រមហ្នឹងដល់ក្តោបក្រមហ្នឹងញ៉ាតាគាត់បានមើលទេគាត់មើលលឿនគាត់បានមើលក្រមតែច្បាប់បញ្ញាកតាគេឲ្យមើលលឿនណាបញ្ញាកតាព្រួយគេថាតែអារឿងដាក់បន្ទុកគេអ្នកចេះដាក់ឯងអញ្ចឹងគាត់មើលពីតំបន់ចកេះចុះមកក្រោមបាទមើលតំបន់ចកេះចុះមកក្រោមដើម្បីជៀសវាងអាកន្លែងហ្នឹងដើម្បីប៉ះប្រដាប់ការពារខ្លះប៉ះចំពោះធ្វើឈឺពងប៉ះចំពោះធ្វើឈឺប្រដាប់ការពារទៅអញ្ចឹងវាធ្វើរំខានដល់ការប្រកួតវាធ្វើឲ្យគុនខ្មែរយើងមើលទៅវាថាវាមកពីមួយសប្តាហ៍មកគូទៅដូចអត់មានថាល្អកន្លែងណាអត់ខ្ចោះអញ្ចឹងណាវាទៅជាការប្រកួតលក្ខណៈជំងឺមិនមែនជាការប្រកួតលក្ខណៈបណ្ដាលទេអាហ្នឹងដែលជាបញ្ហាធំអញ្ចឹងគឺក្នុងនាមខ្ញុំជាអតីតអ្នកបដាគុនខ្មែរដែរខ្ញុំធ្លាប់ដឹងថាអាប្រដាប់ការពារផ្លូវភេទហ្នឹងវាជាដែកកាលណាយើងទាត់ចូលមួយជើងនេះវាអាចឈឺជើងយើងអាចឈឺបបជើងយើងអញ្ចឹងវាមានជ័រដែរអញ្ចឹងអាជ័រគ្រោះថ្នាក់អញ្ចឹងក៏ប្រើយើងគួរតែគុំប្រើជ័រហ្នឹងយើងប្រើដែកដែកដែលគេស្រោបមានស្បែកនៃស្រោបហ្នឹងអាហ្នឹងគឺផលិតផលលេខ1គឺយើងប្រើមកគឺវាអត់ប៉ះពាល់ទេជំនាន់ពួកខ្ញុំបែកកម្មាមានគេហៅគឺទាត់ចូលពេញក៏មានដែរគាត់អត់បែកក៏មានដែរគាត់អីទេបាទព្រោះយើងមានប៉ងការពារក្នុងវាអីតែបច្ចុប្បន្ននេះគឺយើងឃើញថាកីឡាករមកគាត់ទៅវាយគាត់ជ្រះជើងទៅផ្លាតអារាពីបាល់ជង្គង់នោះប៉ះផ្លាតលើញ៉ាំឡើងផ្លាតបន្តិចទៅក៏ពួកគាត់ដេកដួលរមូលតាមខ្លួនដែរបាទដើម្បីទាមទារជ័យជំនះដោយមិនមែនជាការប្រកួតគុនខ្មែរអញ្ចឹងខ្ញុំអត់សប្បាយចិត្តទេខ្ញុំឃើញនេះខ្ញុំនិយាយថាពេលខ្លះខ្ញុំថាអូស្ការខ្ញុំអត់ចង់បើកទូរស័ព្ទមើលបណ្ដាលទេរាល់ថ្ងៃបាទអត់ចង់បើកមើលថានិយាយថាវាបើកទៅវាមើលឃើញភាពអញ្ញែញ៉ៃពេកអញ្ចឹងខ្ញុំចង់ឲ្យថាបងគុនខ្មែរយើងហ្នឹងដែលដឹកនាំឲ្យដោយឯកឧត្តមខូចឆាយហ្នឹង
លោកពិនិត្យរឿងឡើងវិញឬមួយក៏បង្កើតច្បាប់ណាមួយដើម្បីឲ្យតម្លាភាពដល់គុនខ្មែរក៏ដូចជាកីឡាករបរទេសកុំឲ្យមានពាក្យចាមបារាមថាខ្មែរយើងធ្វើបានជាឈ្នះបានហេតុអីបរទេសក៏ចំបែរហ្នឹងក៏ឲ្យគឺចាញ់ខ្មែរយើងវាយពីក្រោយឈ្នះហេតុអីក៏បរទេសវាយពីក្រោយគឺចាញ់ណែអាហ្នឹងដែលជាបញ្ហាដែលជាគេថាច្បាប់គេថាច្បាប់តែមួយគេថាបង្កើតច្បាប់មកតែមួយតែការកាត់ក្តីពីអាហ្នឹងគឺអញ្ចឹងគឺយើងពិបាកមែនតើអញ្ចឹងគឺយើងសូមឲ្យមានច្បាប់ទម្លាប់បានល្អបើខុសចេតនាអាហ្នឹងគឺយើងធ្វើអាហ្នឹងបានហើយយើងបង្កើតច្បាប់មកយើងផ្សព្វផ្សាយមកបរទេសគេទទួលស្គាល់យើងហើយទី2គឺកីឡាករគុនខ្មែរយើងតែម្ដងបាទនៅពេលដែលយើងឡើងប្រកួតតើយើងត្រូវធ្វើរបៀបណាស្ថានីយមួយគឺខ្ញុំសូមឲ្យម្ចាស់កម្មវិធីពិនិត្យមើលកីឡាករទាំងសុខភាពទាំងការបង្ហាត់របស់គាត់កីឡាករខ្លះគាត់ស្អីថាឆ្លាញ់គុនខ្មែរក៏ឡើងវាយគុនខ្មែរទាំងគាត់មិនហាត់ចឹងគាត់មានក្បាលពោះដុសឲ្យយើងទៅឡើងវាយពេលខ្លះផឹកស្រាតែបឹងឡើងវាយក៏មានដែរយើងក៏អត់បណ្ឌិតបានត្រឹមត្រូវដល់ពេលអញ្ចឹងវាធ្វើឲ្យកម្មវិធីគុនខ្មែរទៅវាញ៉ៃអញ្ចឹងណាមុននឹងចាប់គូប្រកួតត្រូវតែពិនិត្យក្លឹបបានច្បាស់តើក្លឹបហ្នឹងហាត់បានប្រមាណកីឡាករហាត់បានប្រមាណរយៈពេលប្រហែលខែមើលសុខភាពពួកគាត់ជាពិសេសគឺលោកគ្រូក្រុមលោកគ្រូពេទ្យហ្មងមើលតែខ្លាំងជ្រុលក៏មកអីបើគ្រូបើខ្ញុំដូចខ្ញុំអីខ្ញុំគ្រូប្រវត្តិខ្ញុំអត់ខ្វល់ទេព្រោះខ្ញុំមិនមែនឡើងវាយទេអញ្ចឹងខ្ញុំអាចហូបចុកអីបានអារឿងរបស់ខ្ញុំទេខ្ញុំអត់មានត្រូវឡើងវាយតែងកាយខ្ញុំឡើងវាយខ្ញុំរឿងស្អាតដែរដូចឆ្វែលគីឡូ57 60រឿងថារឿងពេញសង្ហាបាទពេញសង្ហាស្មើទោះរឿងគឺនិយាយទៅកីឡាករមកស្រុកខ្មែរយើងសាច់មិនបានបាពុះស្អាតដូចខ្ញុំហងបាទខ្ញុំនិយាយអស់ទៅបាទអញ្ចឹងគឺយើងក្នុងនាមយើងកីឡាយើងត្រូវថែសារសុខភាពហើយយើងកុំស្រែករកកន្លែងបាយដែរក្បាលពោះយើងកប៉ៃកប៉ៅយើងចេះស្រែករកកន្លែងបាយអាហ្នឹងគឺយើងបន្តឆន្ទៈមួយឲ្យក្មេងជំនាន់ក្រោយមើលគំរូតាមយើងថាអូនោះឃើញទេអត់ហាត់ក៏វាយបានឃើញទេអត់មានអ្នកគ្រប់គ្រងឲ្យបានច្បាស់លាស់ណាអាហ្នឹងហើយដែលជាតំបៅនៅក្នុងគុកខ្មែរយើងខ្លាំងមែនតើអញ្ចឹងយើងក្លឹបទាំងស្ថានីយ៍គូគិតដែរបាទពីបញ្ហាអស់នេះបាទស្រុកគេគឺកីឡាករដែលអាចចូលរួមប្រកួតបានគឺត្រៀមខ្លួនបានល្អហើយគេទៅថតវីដេអូសកម្មភាពនៃការបង្ហាត់ហ្នឹងរយៈពេលវែងហើយគេសិក្សាថាកីឡាករគាត់ហាត់បានប្រមាណហើយសុខភាពគាត់មិនអីមិនដល់អញ្ចឹងទើបគេផ្សព្វផ្សាយសិល្បៈគេបានបាទហើយយើងម្ចាស់ក្បាច់គុនយើងផ្សព្វផ្សាយរឿងប្រយោជន៍ណាផ្សព្វផ្សាយរឿងអញ្ចឹងតែឲ្យយើងរីកចម្រើនយ៉ាងម៉េចខ្ញុំទទួលស្គាល់ថាកម្មវិធីរាល់ថ្ងៃគឺរីកចម្រើនណាស់ទទួលតាម sponsor តាមអីតាមតម្លៃខ្លួននេះក៏តែធនធានបែរជាអត់រីកចម្រើនអានេះជាបញ្ហាគ្រឹះមួយដែរបាទហើយទី3គឺខ្មែរយើងគឺត្រូវតែចេះផលិតសម្ភារៈកីឡាខ្លួនឯងប្រើប្រាស់បាទជាយើងទៅយកពីរបស់ប្រទេសជិតខាងយើងមកប្រើបាទអានេះខ្ញុំនិយាយពីពាក់ព័ន្ធការរីកចម្រើនណាបាទព្រោះរាល់ថ្ងៃខ្ញុំឈឺចាប់បានខ្ញុំរាល់ថ្ងៃខ្ញុំចិត្តខាតទិញស្បែកមកខាតជាស្បែកមកខាតដាច់ខាតស្បែកមកផ្ទាំង100មកផ្ទាំង100គាត់ខាតចូលពី2000ហ្នឹងខាតខ្ញុំផលិតសម្ភារៈកីឡាខ្ញុំនៅអត់ទាន់ជោគជ័យខ្ញុំមិនទាន់ថាខ្លួនខ្ញុំជោគជ័យទេខ្ញុំនៅតែបន្តទៀតដើម្បីអីដើម្បីថ្ងៃអនាគតទៅគុណខ្មែរយើងមានរបស់ប្រើប្រាស់ជាងយើងស្រីថាអូខ្ញុំពាក់ហីកាពាក់អីការបស់ចោលរបស់អីចឹងបាទថតតាមទូរស័ព្ទទៅកុំតែមើលក្លឹបសិតអារបស់ស្ទាមទាំងអស់បាទមានអាទិញថ្មីមានអាចាស់ប្រើមិនទាន់អស់ឃើញអាថ្មីមកទៀតអាហ្នឹងក៏ជាបើរបស់ចាស់យើងលើកលែងបាទដោយសារយើងទិញមកហើយយើងត្រូវតែប្រើចឹងទៅបាទជឿចាស់អីតាថ្មីទាំងអស់បាទចាស់ហាត់កែចាស់របស់ដាច់ទៅយូរចោលអត់ចាស់បាទបើថារបស់ទិញថ្មីមកហ្នឹងដល់ពេលយើងហើយយើងស្រែកទៅចឹងក៏ប៉ុន្តែដល់ពេលខ្មែរយើងផលិតបានគាត់ថាថ្លៃណាតែយើងផលិតពីស្បែកយើងផលិតមួយខ្ញុំផលិតមួយខ្ញុំលក់អីយ៉ាងហៅ120ទេតែបើទិញរបស់គេផលិតពីស្បែកដូចគ្នាគេលក់ពី200ទៅ100ចន្លោះ180ទៅ200ជាងហ្នឹងហើយអញ្ចឹងអារបស់ដែលគុណភាពអនរបស់គេគ្រាន់តែយើងស្អាតគេទៅមើលទៅស្អាតស្មើអញ្ចឹងគេប្រើប្រភេទ PU ហ្នឹងគឺថោកម៉ាការ៉េ$3ហ្នឹងហើយយើងគេយកផលិតមកលក់ឲ្យយើងគេលក់បាន150ដែរហើយរបស់ឯងយើងផលិតពីស្បែកផលិតពីដៃខ្លួនឯងយើងលក់បានតម្លៃមកសមរម្យឲ្យគាត់ពួកគាត់ប្រើពួកគាត់នៅទៅតវ៉ាថាថ្លៃអញ្ចេះចោះមានបញ្ហារហូតដល់អញ្ចឹងហើយព្រោះយើងក៏អ្នកផលិតក៏យើងនេះដែរអញ្ចឹងណាបាទអញ្ចឹងគឺខ្ញុំសូមសរសើរដែរសូមសរសើរលោកគ្រូរីគីបាទលោកគ្រូរីគីគាត់តែងតែគាំទ្រផលិតផលខ្ញុំដែលខ្ញុំផលិតអញ្ចឹងគឺលោកគ្រូរីគីគឺជួយទិញច្រើនហើយជាពិសេសគឺគាត់ដូនតាក៏បានចិត្តទិញផលិតផលខ្ញុំទៅប្រើខាងហាត់ឯងគាត់ចែកជូនតាមណាក្លឹបណាហើយខ្ញុំមកនេះមិនមែនផ្សាយផលិតផលខ្លួនឯងក៏ប៉ុន្តែហត់ណាស់ធ្វើផលិតផលនេះក៏ប៉ុន្តែនេះជាឆន្ទៈរបស់ខ្ញុំដែលខ្ញុំអត់ចង់ប្រើប្រាស់របស់គេតទៀតហើយក៏ជាការផ្សព្វផ្សាយគុណខ្មែរមួយដែរបើមិនតែយើងអត់មាន
ផលិតផលសម្ភារៈប្រើប្រាស់ខ្លួនយើងឯងតែយើងទៅផ្សព្វផ្សាយយ៉ាងម៉េចបើយើងទៅប្រកួតនៅបារាំងអូស្ត្រាលីយើងយូរទៅដល់បុគ្គលិកយើងសូមទាត់ស៊ីបទាត់អីតែទៅចាត់មើលកង់មើលស៊ីប Thailand ក្រុមហ៊ុនរបស់ថៃទាំងអស់ហើយយើងទៅផ្សព្វផ្សាយគុណខ្មែរទៅផ្សព្វផ្សាយរបស់គេឬផ្សព្វផ្សាយរបស់យើងពាក់ព័ន្ធនឹងរឿងសម្ភារៈនេះលោកគ្រូខ្ញុំសុំកាត់បន្តិចបើសិនជាអាចទេខ្ញុំចង់ស្នើទៅកាន់សហព័ន្ធបងនិយាយមិនចំពោះតែលោកគ្រូទេឲ្យតែអ្នកលក់សម្ភារៈដែលជាខ្មែរហើយគាត់ធ្វើសម្ភារៈកីឡាគុណខ្មែរនេះលក់សហព័ន្ធអាចផុសនៅក្នុង page អំពាវនាវទៅដល់លោកគ្រូតាមក្លឹបទាំងអស់ឲ្យគាត់ជួយគ្រប់គ្រងរបស់ខ្មែរនេះក៏វាជាចំណែកមួយដែរបើជួយគ្រប់គ្រងពេលខ្លះសហព័ន្ធទិញរបស់គេមកដែរថាមិនទៅអញ្ចឹងខ្ញុំចង់និយាយថាឲ្យសហព័ន្ធគាត់អំពាវនាវជាពិសេសប្រធានសហព័ន្ធបើអាចទេគាត់អំពាវនាវទៅតាមលោកគ្រូតាមក្លឹបបាទហើយមិនមែនខ្ញុំនិយាយអញ្ចឹងឲ្យទៅទិញរបស់លោកគ្រូបញ្ញាទេលោកគ្រូផ្សេងទៀតក៏បានដែរឲ្យតែគាត់ចេះផលិតបាទតែសុំកាត់បងឲ្យលោកគ្រូមានថាក្រៅពីលោកគ្រូមានបងប្អូនយើងដែលគាត់ផលិតច្រើននេះលោកគ្រូតាក់ទងនឹងរបស់ខ្ញុំដូចជាមិនច្បាស់រឿងហ្នឹងទេមិនច្បាស់ដែរបាទពេលខ្លះគេយកមកពីចិនមកទេបាទគុំតែគេយកមកអ៊ុតអា logo យើងហ្នឹងដាក់ផ្លាកខ្មែរគុំតែរបស់ហ្នឹងគឺរបស់ទីមកពីចិនទេតែគុណភាពអន់ហ្នឹងយកមកពីចិនមកយើងអ៊ុតដាក់របស់ចិនរបស់គេល្អរបស់គេគឺល្អដែរគុំតែគាត់ថាគេប្រើអាគុណភាពអន់ហ្នឹងគឺអ៊ុតមកដាក់ផ្លាកគុណខ្មែរយើងគាត់លើគុណខ្មែរអូរបស់ខ្មែរគុំតែយើងអត់បានផលិតទេយើងបានផលិតបើខ្ញុំអត់តាមផ្លាកគុណខ្មែរលើរបស់ខ្ញុំទេគុំតែខ្ញុំព្យាយាមកំពុងតែ design អញ្ចឹងគឺ design ថាធ្វើម៉េចឲ្យបានល្អហើយបានខ្ញុំដាក់ logo ខ្មែរទៅលើព្រោះធម្មតារបស់យើងមិនមែនប្រើប្រាស់ខ្មែរយើងទេពេលខ្លះបរទេសគេស្រឡាញ់គេអាចទិញខ្ញុំត្រូវតែបង្កើនគុណភាពវាហើយបង្កើនគេហៅថាសោភ័ណភាពវាបានស្អាតមុននឹងយើងដាក់ពាក្យឬក៏សញ្ញា logo ខ្មែរណាមួយទៅលើផលិតផលដែលយើងប្រើប្រាស់អានេះដែលជារឿងក្តៅមួយដែលយើងត្រូវតែគិតពិចារណាឡើងវិញកាលណាបើយើងជាអ្នកលក់ផ្ទះជាអ្នកធ្វើផ្ទះអញ្ចឹងណាតែបើយើងធ្វើផ្ទះតែបើយើងចេះតែធ្វើតែយើងអត់ដឹងថាពីប្រភពឈើតែយើងទៅផ្សព្វផ្សាយផ្ទះយើងយ៉ាងម៉េចអញ្ចឹងយើងត្រូវតែផ្សព្វផ្សាយពីគុណភាពរបស់យើងត្រូវតែផ្សព្វផ្សាយពីលទ្ធផលរបស់យើងទើបគេស្គាល់គុណខ្មែរតាមរយៈការលទ្ធផលប្រើប្រាស់ដែរបាទអញ្ចឹងហ៎ដូចជាតៃគ្រូអញ្ចឹងហ៎ហ្នឹងហើយយើងផ្សព្វផ្សាយមានប្រថាប់ដៃមានអីទៅមានស្រោមជើងមានអីមកផ្សព្វផ្សាយមានអាវគុណខ្មែរស្អាតរចនាប័ទ្មមកមិនតែបាច់ទៅប្រើពាក្យគុណខ្មែរប្រើពាក្យក៏បានដែរតែយើងអាចភ្ជាប់ពាក្យគុណខ្មែរមួយដើម្បីជាប់លើអាវឲ្យបរទេសស្គាល់ជាពិសេសគឺភាសាអង់គ្លេសបាទភាសាអង់គ្លេសគឺសំខាន់មែនតើយើងប្រើភាសាអង់គ្លេសគឺសំខាន់មែនតើដើម្បីផ្សព្វផ្សាយទៅកាន់បរទេសភាសាសកលថាឡាតាំងហ្នឹងគឺគុណខ្មែរអញ្ចឹងបាទហើយយើងដាក់អក្សរខ្មែរយើងមួយទៅគឺមិនបាច់ដាក់អក្សរខ្មែរច្រើនទេបាទអញ្ចឹងគឺគេអត់ចេះអានភាសាខ្មែរយើងទេយើងគេចេះអានអង់គ្លេសតែកាលណាគេស្គាល់ភាសាអង់គ្លេសគឺទូទៅគឺស្គាល់ថាគុណខ្មែរហើយគេចង់ដឹងថាគុណខ្មែរគឺអីអញ្ចឹងគេមកសិក្សាបាទតែបើយើងនៅតែឲ្យតែគេសរសើរបរទេសមកវាយនឹងខ្មែរយើងសរសើរតែគុណខ្មែរទេយើងថាផ្សព្វផ្សាយហ្នឹងគឺមិនមែនទេបាទជាការខាតបោះវិញទេបាទខាតបងតិចតួចមិនថាខាតបងធំនោះទេបាទគាត់ថាកថាវិការអញ្ចឹងយើងត្រូវតែបង្កើនពួកជនជាតិបរទេសខ្ញុំត្រឡប់សុំទោសខ្ញុំនិយាយអាស្រួលទៅយើងពួកអញ្ចឹងណាជនជាតិបរទេសភ្ញៀវទេសចរដែលចំណេញដល់គុណខ្មែរទី1គឺយើងត្រូវរៀបចំក្លឹបមានស្តង់ដារស្អាតសម្ភារៈបានស្អាតក្លឹបស្អាតសម្ភារៈស្អាតអនាម័យកន្លែងស្អាតភ្ញៀវទេសចរបរទេសគេនឹងស្គាល់គុណខ្មែរតាមអញ្ចឹងហើយបរទេសគេអត់ចូលចិត្តហាត់ក្លឹបទាត់ដើមចេកចងក្រុមដើមឈើអីអត់ទេគេចូលចិត្តលក្ខណៈថាក្លឹបមួយគឺមានស្តង់ដារឃើញទេដូចនៅប្រទេសជិតខាងយើងគេធ្វើតាក់ទាញភ្ញៀវទេសចរគេឲ្យចូលហាត់គុណខ្មែរគេយកលុយមកចាយគេជិះឡានគេជិះយន្តហោះយកលុយមកចាយទៅគេទិញសម្ភារៈប្រើរបស់គេណាគេជួលផ្ទះនៅគេទិញអាហារដល់ពេលគេចេះហាត់រៀនចេះគេមកវាយលើយើងអាហ្នឹងអាកន្លែងហ្នឹងដែលជាចំណុចនេះអញ្ចឹងថាបើយើងចង់ផ្សព្វផ្សាយគុណខ្មែរអត់មានបបាយតំបន់ណាមានទេសចរច្រើនយើងត្រូវបង្កើតក្លឹបគុណខ្មែរនៅទីនោះហើយយើងត្រូវបង្កើតក្លឹបបានស្អាតហើយយើងត្រូវបង្កើតសម្ភារៈយើងដែលប្រើប្រាស់ឲ្យខ្មែរយើងហ្នឹងឲ្យគេស្គាល់មិនយូរមកឆាប់អីគុណខ្មែរគេស្គាល់ហើយតែបើថាដូចធ្វើរាល់ថ្ងៃអាហ្នឹងយើងយ៉ាប់តិចហើយបាទយ៉ាប់តិចព្រោះប្រហែលឆ្នាំហើយនៅតែប៉ុណ្្នឹងយើងគ្រាន់តែបានការទៅក្រៅស្រុកអីផ្សព្វផ្សាយកីឡាករគុណខ្មែរហ្នឹងចាក់ចេញទៅប្រកួតក្រៅស្រុកអីហ្នឹងទទួលស្គាល់ហើយអញ្ចឹងគឺហើយមួយទៀតហ្នឹងគឺកីឡាករបរទេសដែលប្រមូលផ្ដុំគ្នាស្រុកខ្មែរតែម្ដងគួរតែបញ្ជូនពួកគាត់ទៅវាយខាងក្រៅខ្លះបាទវាយតំណាងគុណខ្មែរខាងក្រៅមើលវាយនឹងស្រុកហ្នឹងហើយផ្សព្វផ្សាយគុណខ្មែរមិនវាយនឹងស្រុកបញ្ជូនគាត់ទៅសាយវាងគីឡូរៀមើលម្ចាស់ក្លឹបតែចិញ្ចឹមកីឡាករបរទេសច្រើនអ្នកហ្នឹងបញ្ជូនគាត់ទៅវាយនៅឯស្រុកសៀមខ្លះមើលវាយតំណាងគុណខ្មែរដែរមើលបាទបកែបញ្ជូនកីឡាករវាយអញជូនកីឡាករទៅវាយវិញមើលអាហ្នឹងបាទ
ឲ្យបញ្ជូនអ្នកកីឡាករដែលបរទេសនេះហាត់នៅស្រុកខ្មែរទេគេចេះគេទុកទីផ្សារឲ្យតែជនជាតិថៃរបស់គេទេក៏ប៉ុន្តែគេរុញបរទេសមកយើងអញ្ចឹងយើងរុញបរទេសទៅវិញហាត់នៅស្រុកខ្មែរហើយហូបចុកហ្នឹងហើយចេះរុញឯងទៅនៅក្រៅស្រុកវិញអាហ្នឹងមិនហៅផ្សព្វផ្សាយតែបើយើងផ្សព្វផ្សាយមកទៅអាខ្លះពាក់តែគ្រូដាក់ទង់ជាតិថៃហ្នឹងក៏មានដែរហ្នឹងហើយទៅផ្សព្វផ្សាយខ្លះអាកមួយថៃពេញអីចកេះពេញអីប្រម៉ូទ័រយកមកចេះមើលឲ្យផ្សព្វផ្សាយមិនគេផ្សព្វផ្សាយជាគុណគេលើទឹកដីខ្មែរហ្នឹងបាទគេផ្សព្វផ្សាយរបស់គេមកលើសាយវៀនខ្មែរហ្នឹងមកលើសាយវៀនគុណខ្មែរហ្នឹងយើងអត់គិតអត់ពិចារណាបាទអញ្ចឹងកីឡាករបរទេសណាក៏ដោយដែលហាត់នៅស្រុកខ្មែរហូបចុកនៅស្រុកខ្មែរយកឯងទៅបាយទៅបរទេសវិញខ្លះបាទកុំឲ្យទៅបានចិត្តនៅវាយនឹងខ្មែរវិញហើយវាយតំណាងគុណខ្មែរទីអាហ្គូអាហ្នឹងបានហៅថាផ្សព្វផ្សាយបាទអញ្ចឹងណាបាទបាទអរគុណច្រើនលោកគ្រូបញ្ញានេះបានរៀបរាប់អ្វីដែលគាត់យល់ឃើញបាទក្នុងចំណុចដែលលើកឡើងនេះគឺចង់ធ្វើយ៉ាងណាជួយកែប្រែចំណុចនៃការយល់ឃើញនេះបាទតាក់ទងទៅនឹងការអភិវឌ្ឍគុណខ្មែរបាទជាប់ជាមួយនេះចង់សួរទៅដល់បងពងទីជៀនបាទលោកគ្រូគាត់បានលើកឡើង3ចំណុចទី1តាក់ទងច្បាប់ទី2តាក់ទងនឹងចាស់កម្មវិធីត្រូវតែពិនិត្យមើលតាក់ទងទៅនឹងកីឡាករថាតើបានវឹកហាត់ពេញលេញទេតើគាត់រាងកាយបែបណាដែរបាទវឹកហាត់ដល់ទេទី3ហ្នឹងគឺគាត់លើកឡើងអំពីតាក់ទងទៅនឹងការប្រាស្រ័យផលិតផលធនធានខ្មែរចុះលោកគ្រូបញ្ញាបានលើកឡើងចុះបងពងទីជៀនមានអីជាការយល់ឃើញយល់ស្របឬក៏យល់ឃើញបែបណាដែរតាក់ទងនឹងចំណុចនៅក្នុងការដែលជួយជំរុញគុណខ្មែរនៅក្នុងការអភិវឌ្ឍពាក់ព័ន្ធនឹងរឿងច្បាប់ខ្ញុំឯកភាពទៅតាមលោកគ្រូបញ្ញាគាត់លើកឡើងប៉ុន្តែខ្ញុំសូមបន្ថែមបន្តិចចំពោះការដាក់បន្ទុកខ្ញុំនៅតែមិនទាន់យល់ស្របជើងបានដឹងទាំងអស់គ្នាក្នុងមួយទឹកគឺមានមួយបន្ទុកបើសិនជាឈ្នះឧទាហរណ៍ថាបង្គោលក្រហមឈ្នះបង្គោលខៀវមួយទឹកហ្នឹងបើក្រហមឈ្នះនឹងទទួលបាន20ខៀវ19ប៉ុន្តែបើរាប់ក្នុងមួយទឹក2បន្ទុកប៉ុន្តែបើរាប់2ដងក្នុងមួយទឹក3បន្ទុកខ្ញុំលើកឧទាហរណ៍មួយឧទាហរណ៍ថាបង្គោលក្រហមគាត់ឈ្នះបង្គោលខៀវ4ទឹកគាត់ទទួលបាន3បន្ទុកចុះឧទាហរណ៍ថាទឹកទី5បង្គោលខៀវវាយបង្គោលក្រហមរាប់ម្ដងឈ្នះ2បន្ទុកចុះបើរាប់2ដងឈ្នះ3បន្ទុកអញ្ចឹងពេលដែលចាប់ទឹក5កីឡាករបង្គោលក្រហមត្រូវឈ្នះហើយត្រូវអត់ដោយសារតែគាត់មាន4បន្ទុកបង្គោលខៀវគាត់មានតែ3ទេដកទៅក្រហមសល់1ខ្ញុំអត់យល់ស្របត្រង់កន្លែងហ្នឹងទេបដាល់លើពិភពលោកនេះតែឈ្នះទឹក5វាយគេរាប់ហើយមិនបាច់រាប់ដល់2ដងទេរាប់តែម្ដងក៏ឈ្នះដែរកីឡាបដាល់នេះប្រៀបដូចជារត់ប៉ុណ្ណាំងអញ្ចឹងដូចរត់ប៉ុណ្ណាំងអញ្ចឹងគេអត់ដែរយកអ្នករត់លឿនដំបូងហ្នឹងទេគោលដៅគឺទីអ្នកណាដល់ទីមុនអ្នកនឹងឈ្នះមិនមែនទឹក1ទឹក2ទឹក3អ្នកឯងវាយរត់ចេញទៅដេប៉ាដំបូងអញ្ចឹងឯងសំខាន់តើស៊ូរបស់យើងក្បាច់របស់យើងអាចទៅដល់ទីបានមុនគេអត់នឹងសូមបន្ថែមពីលើលោកគ្រូបញ្ញាបានបន្តិចត្រង់កន្លែងហ្នឹងមួយចំណុចទៀតហ្នឹងខ្ញុំចង់និយាយពាក់ព័ន្ធទៅការតុបតែងខ្លួនរបស់កីឡាករតុបតែងខ្លួនយ៉ាងម៉េចយើងពាក់ប្រថាប់ដៃទីគ្រូអីចឹងទៅខ្ញុំចង់ឲ្យធ្វើរបៀបសហសម័យគុំបុរាណពេកដើម្បីគេស្គាល់ត្រូវតែមានការបោកជ្រាបសម័យចូលទៅក្នុងនឹងដែរយើងលេងម៉ូដឲ្យស្អាតមកកីឡាករពេលខ្លះយើងអាចពាក់ជាអាវយឺតដើរចេញមកដែលមានរូបអីតំណាងឲ្យខ្មែរអញ្ចឹងមកក៏វាសមរម្យមួយដែរប៉ុន្តែបោកដូចតែខ្ញុំលើកឡើងពីចំណុចដែលខ្ញុំនិយាយមិញអញ្ចឹងសមត្ថភាពដែរកុំតបតែងខ្លួនឲ្យឡើងទៅអត់ហាត់អត់អីគេសន្លប់រាល់ទឹកអាហ្នឹងក៏ពិបាកដែរអញ្ចឹងបានន័យថាការតបតែងខ្លួនហ្នឹងវាជារឿងសំខាន់មួយដែរហើយក៏ស្នើទៅកាន់ sponsor ដែរ sponsor មួយចំនួនខ្ញុំមើលឃើញថាការតបតែងខ្លួនពាក់អាវពាក់អីពេលខ្លះខ្ញុំចង់ឲ្យឃើញស្អាតពាក់ទៅបើពាក់អាវរំលេចដោយ sponsor ចុះក៏ពាក់ចុះប៉ុន្តែកុំឲ្យហួសហេតុពេកពាក់ឲ្យសមជាអ្នកកីឡាពាក់ជាកីឡាយើងទៅនុយមើលទៅស្អាតយើងធ្វើអីទៅស្អាតគុំចេញមកមិនមែនជាកីឡាដូចអាវយឺតពាក់ទៅអាវយឺតពាក់ទៅដើរលេងអាវយឺតពាក់ទៅនេះយើងពាក់ជាលក្ខណៈកីឡាខ្ញុំឃើញកីឡាករនីអេយ៉ានុតគាត់ពាក់អាវយឺតស្អាតគាត់ទៅនុយគាត់ពាក់អាវជាលក្ខណៈវាក្លៀកចេះហើយគាត់ទៅនុយខ្ញុំឃើញស្អាតមែនតើខ្ញុំចង់ឲ្យរូបភាពបែបហ្នឹងពេលដើរឡើងមកកាន់សង្វៀនគឺស្អាតកុំពាក់សរងពាក់អីឬមួយក្រុមហ៊ុនផ្សេងពាក់ដល់អញ្ចេះអីវាអត់ស្អាតមិននិយាយចំពោះក្រុមហ៊ុនណាទេគ្រប់ក្រុមហ៊ុនទាំងអស់ចង់ឲ្យធ្វើអាវសម្រាប់កីឡាករនីកីឡាករឬមួយក៏ថ្នាលពាក់មើលទៅឲ្យមើលឃើញថាចុំស្អាតប្លែកគុណខ្មែរលយមាន style គុណខ្មែរអែមអាទូចពាក់តាមលេខទូចទៅកុំឲ្យធំពេក
ដល់ពេលពាក់ដល់ពេលលេងថ្នាលគ្នាអាគីឡូ20លេងពាក់អាវមកលេងលឹបដល់ជិះអាយកីឡាហើយឡើងទៅឲ្យគុណគ្រូអាយកីឡាយើងពាក់កាត់ដៃវាឃ្លៀកអីមកស្អាតបាទដល់ពេលយើងពេលខ្លះអត់ដឹងខ្ញុំមិនមែនថាបន្ទោសក្រុមហ៊ុនណាឬមួយក្រុមហ៊ុនណាទេឲ្យស្អាតពាក់មិនមែនថាពាក់អាវទៅស្រាគ្រប់ខោគុណខ្មែរបាត់អីហ្នឹងអត់ឃើញរំលេចអីអាលីងហ្នឹងហើយទៅធ្វើម៉េចបាទអាទីទឹករូមដែរអូគូដែរទីដែរខ្ញុំវាដោមើលទៅជាខ្ញុំទៅសើកម្មវិធីថ្នាលមួយថ្នាលគាត់រៀបចំបានស្អាតមែនតើឃើញថារំលេចមានគេហៅកំងផ្កាបាទមានអីឲ្យស្អាតមែនតើថ្នាលបាទបងអូស្ការក៏អាចនឹងថាគាត់តាមបានដែរបើលោកគ្រូញ៉ាប្រហែលស្គាល់បាទការរៀបចំខ្លួនមកស្អាតតែហើយជាពិសេសគឺការក្រុមការងារយើងថាការធ្វើការហ្នឹងទីមួយគឺការចងកងកីឡាករមុនកីឡាករចេញទៅប្រកួតហ្នឹងយើងត្រូវបណ្ឌិតកញ្ចក់ដៃកញ្ចក់ជើងទាំងសក់ក្បាលគាត់ឡើងអញ្ចឹងណាដល់ពេលរៀបចំខ្លួនទៅគាត់មានការតុបតែងខ្លួនស្អាតបើយើងនិយាយទៅគឺសង្វៀន chat ហ្នឹងហ្មងទៅបាទហ្នឹងហើយបាទ chat fighter គឺជាសង្វៀនមួយដែលយើងមើលទៅថាស្អាតជាសង្វៀនថ្នាលបែបគុណភាពហ្មងខ្ញុំហ៊ាននិយាយថាគុណភាពទាំងភ្លើងទាំងបច្ចេកទេសទាំងកីឡាករគាត់ដើរចេញមកនិយាយរួមទៅសហការគ្នាធ្វើបានល្អហើយគូសាមញ្ញធម្មតាភាសាអីយើងថាវាមិនខុសពីមនុស្សយើងប្រហែលទេនៅពេលឧទាហរណ៍ខ្ញុំគ្រូសួរបញ្ញាចឹងបើសិននៅសក់ខ្ញុំធ្លាក់មកហៀអញ្ចឹងមើលទៅដូចតោងព្រៃអញ្ចឹងណាបើខ្ញុំកាត់សក់ទៅមានសក់តាយសក់ចំហៀងទៅអាហ្នឹងគឺវាប្លែកមួយទៅស្អាតប្លែកម្យ៉ាងគេថាលក្ខណៈថាបែបធាត់បែបស្អាតម្យ៉ាងមកគាត់ហ្នឹងទៅអាហ្នឹងអញ្ចឹងណាតែយើងអត់ចេះរៀបចំខ្លួនទេអាហ្នឹងការប្រកួតរបស់យើងហ្នឹងក៏វាអន់ដែរឡើងទៅលេងទៅបិទកង់លើខ្សែវៀនហើយកង់មកគូប្រើគ្នា10នាក់អីបើហ្នឹងហើយមានអីទៀតសម្រាប់ការពារទិញជាមួយពីរដល់របូតអានោះរត់ទៅដូរនេះយើងរៀបចំបាន3គូមុនការខ្ញុំរៀបចំជាមួយបងនៅដាកាលនោះខ្ញុំចាំ3គូមុនគឺខ្ញុំចងកងកីឡាករឲ្យស្រេចចងឲ្យសាច់ទាំងអស់ឲ្យរៀបចំគូកីឡាករឲ្យគាត់ stand by ឲ្យគាត់ជួយចាំ stand by កន្លែងហ្នឹងហ្មង3គូត្រៀមណាអត់មានតែដល់មកដល់គូហៅកង់ចងអត់ឃើញណាត្រូវអីអត់ឃើញអាហ្នឹងគឺយើងធ្វើការប្រហែលមែនតើហើយវាអត់មានចំណាយច្រើននៃការឆែកទៅលើសម្ភារៈហ្នឹងឲ្យមានបុគ្គលណាដែលគាត់ចេះដឹងហាងផៃហ្នឹងឲ្យគាត់រៀបចំទៅតុបតែងខ្លួនកីឡាករមុនចេញមានកម្រងការពាក់ដើម្បីឲ្យពួកគាត់ហ្នឹងមានថាដូចទទួលសេរីសួស្ដីពីនេះអញ្ចឹងណាបាទខ្ញុំសូមបន្ថែមបន្តិចលោកគ្រូថ្នាលមិញនេះខ្ញុំលើកឡើងពី chat ប៉ុន្តែក៏មានសង្វៀនដតីទៀតដែរបាទឥឡូវនេះខ្ញុំឃើញរីកខ្លាំងមែនតើថ្នាលយើងអាចនិយាយថាប៉ូលីស5ឥឡូវក៏គេធ្វើដែរថ្នាលឃើញថាល្អដែរបាទគ្រប់សង្វៀនធ្វើអញ្ចឹងតតកក៏ឃើញថាធ្វើបាទសង្វៀនផ្សេងឃើញថាធ្វើតែថាយើងបានប្រឹងប្រែងហើយបាទប៉ុន្តែក៏ថាយើងចង់កែចំណុចណាដែលយើងគិតថាល្អបន្តទៀតបាទអរគុណច្រើនហើយបងប្អូនយើងអាចធ្វើការចូលរួមមតិជាមួយយើងខ្ញុំទាំង3អ្នកបានដែរតែតទៅនឹងចំណុចនៅក្នុងការជួយជ្រោមជ្រែងអភិវឌ្ឍគុនខ្មែរហើយខ្ញុំបានស្ដាប់លើចំណុចបងពុទ្ធជាក៏លើកឡើងគឺជាចំណុចមួយដែលខ្ញុំចង់លើកឡើងដែរតទៅនឹងកីឡាករដែលគាត់ធ្វើការផ្សព្វផ្សាយនៅក្រៅប្រទេសណាមានតែក្រៅតែពីយើងបង្ហាញពាក់ខោមានពាក្យថាគុនខ្មែរអាវមានពាក្យថាគុនខ្មែរគឺកីឡាករចម្បងបំផុតគឺត្រូវតែមានសមត្ថភាពនឹងឯងដែលយើងដើម្បីផ្សព្វផ្សាយគុនខ្មែរព្រោះថានៅការដែលយើងវាយទៅស្អាតមានក្បាច់មានស្នៀតពិសេសហ្នឹងគឺគេតាក់ទាញមើលឃើញតាមរយៈហ្នឹងហើយមិនមែនតែម្នាក់ពីរនាក់អាចធ្វើទៅបានទេតើតើកីឡាករយើងគេមានធនធានមាន10នាក់ចេញទៅយើងជោគជ័យ8នាក់10នាក់ជោគជ័យ5នាក់ប៉ុន្តែឲ្យតែយើងទៅអាចប្រកួតជ័យជាមួយកីឡាករកម្រិតនៅក្រៅស្រុកគេបានហើយតើតើបងពុទ្ធជាក៏លើកឡើងមួយតើតើទៅនឹងរឿងរ៉ាវសង្វៀនដែលយើងទៅវាយនៅក្រៅស្រុកមានថាអានេះការលើកឡើងរបស់បងល្អតែខ្ញុំក៏យកឃើញពីកម្រិតបច្ចុប្បន្នរបស់យើងដែរមានថាបច្ចុប្បន្ននេះបើយើងនិយាយពីទីផ្សារឬក៏ការផ្សព្វផ្សាយគុនខ្មែររបស់យើងទៅក្រៅប្រទេសនៅមានកម្រិតមានថាគេមិនទាន់ទទួលស្គាល់ជាសកលទូលំទូលាយទេអញ្ចឹងចំណុចដែលចាប់ផ្ដើមគឺយើងគេថាធ្វើតាមលទ្ធភាពដែលធ្វើទៅបានណាដែលបណ្ដាសង្វៀនមួយដែលគាត់ទៅពីខ្មែរយើងទៅវានៅក្រៅស្រុកតែមានការរៀបចំដើម្បីឲ្យគេស្គាល់សិនទី1ប៉ុន្តែខ្ញុំជឿជាក់ថា5ឆ្នាំឬក៏10ឆ្នាំទៅមុខទៀតនៅពេលដែលគាត់ធ្វើបែបនឹងដដែលអាចនឹងគេស្គាល់ហើយមានថាកីឡាកររបស់យើងគាត់ត្រូវតែមានសមត្ថភាពខ្លួនឯងសិនដើម្បីទៅវាកម្មវិធីធំដែលបងលើកឡើងដូចមានជើងល្វីគាត់ធ្លាប់ទៅធិនតារាអញ្ចឹងកាលណាដែលយើងមានសមត្ថភាពជឿជាក់ថាមិនខ្វះទេកម្មវិធីខាងក្រៅដែលគេតាក់ទងមកយើងនេះជាចំណុចសំខាន់សម្រាប់ឱកាសតិចបាទឲ្យតែយើងខ្លាំងល្អច្បាស់លាស់ពិតបាទគេរកតែយើងទេអញ្ចឹងណាក៏ប៉ុន្តែយើងមិនមែនបញ្ចេញក្នុងស្រុកខ្លួនឯងទេអញ្ចឹងយើងមានសមត្ថភាពល្អដូចជាឧទាហរណ៍ដូចជាធឿនធីរ៉ាអញ្ចឹងទៅអាម៉ារីនជាពិសេសមើលមេឃាហ្នឹងគឺគាត់ព្យាយាមបុកហាត់ដិតរាងកាយខ្លួនឯងបានរឹងមាំគឺ
ចាំតែប្រកួតទៅក្រៅស្រុកក៏បានដែរបាទអញ្ចឹងណា បាទ ខ្ញុំតែរាល់ថ្ងៃគឺដូចខ្ញុំនិយាយថាគាត់នៅក្នុងស្រុកទេគាត់ពេកតិចណាគាត់ចេញទៅក្រៅស្រុកតែឃើញថាចេញច្រើនគេគឺកីឡាករមើលនេះគ្នាតែម្ដងបាទអាសាចេញទៅក្រៅស្រុកច្រើន តែគាត់ជោគជ័យ ជោគជ័យមានជោគជ័យមានបរាជ័យវា សឹងតែ 98% ហី បាទ មិនឃើញ គាត់ថាគាត់ធ្វើបានល្អបាទគាត់ចេះមានថាអានេះចំណុចមួយដែលយើងត្រូវដឹងណាមេឃាគាត់ទៅក្រៅគាត់វាយគុណខ្មែរគាត់ជោគជ័យវាយបែបគិកគាត់ជោគជ័យអញ្ចឹងមានថាបើទោះបីជាគាត់វាយគិកក៏ដោយបើតែសារបានគាត់ បាទ ដើមកំណត់គាត់មកពីណា បាទ គុណខ្មែរ គុណខ្មែរ អញ្ចឹងគេស្គាល់គាត់អញ្ចឹងត្រូវតែយើងមានអាមូលដ្ឋានគ្រឹះបែបហ្នឹងគ្រូ ចង់គេថាការទាត់របស់គាត់ការចេញលឿនរបស់គាត់មិនមែនលឿនគិតណា លឿនគុណខ្មែរ ព្រោះគិតគេហាមថាតែតោងករបស់ជង្គង់ហើយនឹង កែងណា ហ្នឹងកែងទេអញ្ចឹងយើងប្រើអាស្នៀតទាត់គុណខ្មែរគេអត់ហាមទេ បាទ ហើយគេអត់ហាមទេឲ្យយើងចេះទាត់របៀបបកគុណខ្មែរយើងអាច ចឹងសំខាន់ឲ្យតែយើងមានមូលដ្ឋានគ្រឹះច្បាស់ដូចមានវិធីជាទីហោអញ្ចឹង ហ្នឹងហើយបាទ អញ្ចឹងយើងទៅវាយអីក៏អត់ពិបាកដែរ មួយទៀតអូស្ការយើងចេះយើងសិក្សាទៅច្បាប់គេទៅ បាទ គិតសិក្សាពីច្បាប់គេហើយយើងកីឡាករគុណខ្មែរយើងហ្នឹងយើងរៀនពីបច្ចេកទេសគេខ្លះដែរមិនអត់សោះទេ បាទ យើងរៀនខ្លះហើយតែយើងត្រូវបង្ហាញក្បាច់ស្នៀតទាត់របស់យើងឲ្យបានល្អទៅលើពេលដែលយើងចេញប្រកួតនៅកីឡាករមួយវិញ្ញាសាគិតបុគ្គលនេះឯងអញ្ចឹងគឺដូចខ្ញុំបញ្ជាក់ថាសំខាន់ផុតកីឡាករគឺយើងត្រូវតែអភិវឌ្ឍខ្លួនឯងបានល្អឲ្យបានរឹងមាំមុននឹងយើងទៅប្រកួតក្រៅស្រុកអញ្ចឹងណាបាទអាហ្នឹងគឺយើងច្បាស់ណាស់ថាសៃវៀនធំគេនឹងយកយើងហើយ បាទ អញ្ចឹងជាងយើងប្រកួតនៅក្នុងស្រុកចាំតែកីឡាករបរទេសមួយមកប្រម៉ូទថាផ្សព្វផ្សាយខ្មែរហ្នឹងគឺមិនសូវជាប៉ុន្មានទេព្រោះយើងដឹងការផ្សព្វផ្សាយភាគតិចណាបាទអញ្ចឹងបើកម្មវិធីធំលើពិភពលោកដែលស្ថាប័នគេទទួលស្គាល់ហើយគេមើលដូចថាដូចជាកាឡូរីដូចជាអីអាហ្នឹង K1 អាហ្នឹងគឺគេផ្សព្វផ្សាយទូទាំងប្រទេសពិភពលោកហ្មងតែចំពោះគុណខ្មែរយើងផ្សព្វផ្សាយដែរប្រព័ន្ធFacebook គឺទូទាំងពិភពលោកប៉ុន្តែអត់សូវជាអ្នកចាប់អារម្មណ៍ទេអញ្ចឹងណាអត់ដូចកម្មវិធីធំមួយដែលគេមានឈ្មោះដូចកាឡូរីអីណាគេចាប់អារម្មណ៍អញ្ចឹងយើងគួរតែខ្មែរយើងគួរតែបង្កើតកម្មវិធីស្តង់ដារណាមួយឲ្យខ្លួនឯងដែលឲ្យបរទេសមកវាយគុណខ្មែរនោះគឺប្រើតែច្បាប់គុណខ្មែរសត្វបង បាទ គុណខ្មែរគឺវាយ5ទឹកលក្ខណៈអីប្រើកែងជង្គង់ច្បាស់លាស់ហើយយើងយកអាស័យវានឹងជាស័យវាអន្តរជាតិមួយសម្រាប់កីឡាករបរទេសមកប្រកួតអ្នកឯងចេះអីក៏ដោយខ្មែរវាយបានគុំតែអ្នកឯងវាយវិញ្ញាសាគុណខ្មែរអញ្ចឹងយើងទៅគិតគេហាមយើងមិនឲ្យប្រើកែងមែនទេអញ្ចឹងមិនឲ្យយើងប្រើជង្គង់គុំតែអ្នកឯងវាយគុណខ្មែរអ្នកឯងអត់ចេះកែងទេជង្គង់អ្នកឯងគួរជាមួយខ្ញុំអាចទៅចាញ់ខ្ញុំក៏ទៅចាញ់ដែរបាទអត់ខុសគ្នាហ្មង បាទត្រឹមត្រូវគ្រូបាទ អញ្ចឹងយើងបង្កើតស្តង់ដារមួយទៅ បាទ យើងរៀបចំផ្សាយវាឲ្យមានស្តង់ដារមួយទៅដែលមានចូលរួមគ្រប់ភាគីពាក់ព័ន្ធនោះឲ្យមានពាក់ព័ន្ធដល់ពេលខ្លះយើងរៀបកម្មវិធីខ្លះរៀបទៅអន្តរជាតិដល់ពេលយើងមើលទៅការរៀបអមជាងថ្នាលផងហ្នឹងហើយទៅធ្វើម៉េចអន្តរការរៀបចំថ្នាលផងហើយទៅផ្សព្វផ្សាយហ្មិចបើយើងផ្សព្វផ្សាយតែខ្លួនឯងអត់ផ្សព្វផ្សាយកីឡាករផងអានេះហើយដែលជាបញ្ហាធំមែនតើបាទ អរគុណច្រើនហើយនេះយើងតាក់ទងទៅនឹងចំណុចទី1ដែលយើងធ្វើការជជែក បែរណា